សិនដើមដែលមានសញ្ញាគឺដើមរស័យញីកុំកាត់វាអីឈិនសុំឯងកំពុងតែនិយាយស្អីឯងដើមរស័យមានញីមានឈ្មោះស្អីឯងលោកកម្មាធិការនិយាយត្រូវហើយមើលកណ្ដោចោលសូមកលេចមើលថ្នាំងរស័យដំបងដែលមានមែកឈើដើមរស័យឈ្មោលមានមែកតែមួយប៉ុណ្ណោះនៅលើវាតែដើមរស័យញីមានមែកពីរបើពួកយើងកាប់ដើមរស័យញីចោលអស់គ្មានដើមរស័យដល់ថ្មីទៀតទេមនុស្សភាគច្រើននៅតាមដងទន្លេនេះក៏ត្រូវការដើមរស័យសម្រាប់ជីវភាពរស់នៅរបស់ពួកគេដែរពួកយើងមិនអាចបំផ្លាញជីវភាពរបស់ពួកគេបានទេវិវ័យទូករបស់ដំស្នេហ៍ស៊ីវត្រូវក្របបែកផ្ទួហើយហ៎មេកងពីស្កាកម្មជើងបរាជ័យអញ្ចឹងនៅទីនេះរៀបរៀងកម្មមកឃើញរបស់សត្រូវយើងអាចពួនទីនេះបណ្ដោះអាសន្នយើងមិនអាចពួនហើយមិនធ្វើអ្វីសោះនោះទេកុំឲ្យឆ្លៀតឆ្លាតពេលតបយើងចាប់ដើមសកម្មភាពលោកអាចយកតបលោកទៅជំរះពួនឲ្យបាញ់មានស្រឡាំងបានហើយខ្ញុំនាំតបខ្ញុំទៅឆ្មក់ប្រាសាទនេះដើម្បីកុំឲ្យខ្វាំងតាំងចំហទាន់ឡោះសម្រាប់ជើងចុះនេះឆ្លាក់ព្រឺរះកំពុងតែចង់សាកធ្វើទេយើងពុតមើលនេះមើលទៅពួកយើងមិនអាចនៅស្រួលទេលោកប្រធានពួកយើងបានតាមរកក្រមទន្លេពេញមួយយប់ហើយសូម្បីតែម្នាក់ក៏មិនឃើញដែរប្រហែលជាពួកគាត់ណារកមកតទៀតទូស្លាប់ឬរស់រកឲ្យឃើញបាទលោកនេះពេលវេលាកាន់តែខូចទៅមិនអាចបងអង្គទៀតទេអាចដឹកនាំកងសេនាធំរំដោះទី4ទៅតតាំងនៅខ្មោចសត្រូវទៅទទួលបញ្ជាវាប្រហែលចាប់ផ្ដើមហើយធ្វើសកម្មភាពទៅជើងបាយយកចាប់មួយជើងបាញ់ម្ដងជាសាច់ប្រាក់50 yen លោកនេះខ្ញុំរំលងបានជួបតាពីប្រហែលពីក្រៅជាងតែជាមនុស្សទេហួសពេលហើយហើយនៅកន្លែងនេះហើយអ្នកនៅសមតាមយើងថាម៉េចតបរបស់បានពួកឯងម្នាក់នឹងទទួលបានប្រាក់រង្វាន់ជាសាច់ប្រាក់50 yenនេះខ្ញុំរំលងបានជួបតាពីប្រហែលពីក្រៅជាងតែជាមនុស្សទេហួសពេលហើយហើយនៅកន្លែងនេះហើយអ្នកនៅសមតាមយើងថាម៉េចចង់ឲ្យខ្ញុំស្លាប់មែនទេគ្មានផ្លូវទេរ៉េសណៃខាងលោកនៅទីនេះសោះឯណាមីកងស៊ីវគឺទៅវាយឆ្មងប្រាសាទនេះបាត់ហើយកម្លាំង5នាក់ចង់ទៅតទល់នៅកងសេនាធំវិញខាងតើពួកយើងឆាប់ទៅជួយគេមិនបានជាទូរស័ព្ទអត់ដែរអញ្ចឹងឆាប់ទៅឆែកមើលខ្សែភ្លើងទៅបាទ មានជាការតែចែកជិតសិនទៅខ្ញុំទើបចាប់បានក្បាលមកក្បាលខ្ញុំជប់វិទៅស្ងោអូននិយាយរឿងស៊ីស្អីនៅពេលនេះ
សម្រាប់ឲ្យវាខ្ចប់ក្នុងកណ្ដាលខ្លាញ់ឲ្យមិនទៅទឹកនោះលិនជីកាវិវ័យតបរំដោះកំពុងធ្វើដំណើរមកហើយភ្លើងខ្លាំងយ៉ាងនេះច្បាស់ជាតបរំដោះហើយប្រាប់គ្នាជាងឲ្យដកតបការពារទីស្នាក់ការកណ្ដាលទុកស្លាងចោលសន្ធឹងទទួលបញ្ជាចាំឲ្យពួកយើងអស់កំជួយហើយច្បាស់ជាតបរំដោះហើយមិនបានជាសម្លេងកំភ្លើងខ្សោយជាមួយនេះមិនមែនជាតបធំតបរំដោះទេគ្រាន់តែជាតបរំដោះប្រមាណតែប៉ុណ្ណោះថាម៉េចចង់លេងល្បិចជាមួយយើងផងពួកឯងនេះឈរស្អីទៀតបាញ់ទៅតែពួកវាងាប់អត់ទៅបាញ់កំភ្លើងបាល់ទម្លាក់កោបបាយខ្លាំងយើងមិនជឿថាឯងមិនចេះស្លាប់ទេព្រះស្រីឯងស្រឡាញ់ទៅសត្រូវវាបានហើយតបរំដោះនឹងមកដល់ទីនេះថាម៉េចតថយយើងមានទ័ពធំមកមែនទេហើយហេឈិនសំហេស៊ីជាងអញនៅរូបពិតជាល្អណាស់បដិវត្តមិនទាន់បានជោគជ័យយើងមិនអាចស្លាប់ទេអូបូឌីចោខ្ញុំរកឃើញឆ្កែបកក្បាលទូឡាជងដើររមើលនៅណាបាត់ឆ្កែពួកយើងមិនអាចយកទ្រព្យសម្បត្តិអ្នកស្រុកទេខ្ញុំចេះវិន័យតែបរោកម្ចាស់មិនឃើញវិញនោះបើរោកម្ចាស់មិនឃើញទេអញទុំចាំវាទៅប្រាប់ឲ្យគេរុំរបួសឲ្យវាផងស្ដាប់បង្គាប់ណាល្អិនបាននៅដើមខែមករាឆ្នាំ1935កម្លាំងសំខាន់នៃទ័ពរំដោះបានឆ្លងកាត់ទន្លេអ៊ូបានដោយជោគជ័យក្នុងទិសដៅ3ដល់ចំណុចនោះខ្សែការពារទន្លេអ៊ូនៃទ័ពឈិនក៏ត្រូវដួលរលំទាំងស្រុងអ្នកទាំងអស់គ្នាខ្ញុំអរគុណណាស់ពេលនេះទ័ពច្បាស់ជាមិនអាចចាប់ជើងបានហើយទ័ពឈិនរត់ដូចឃើញខ្មោចអញ្ចឹងខ្ញុំមិនទាន់ឆ្អានទេយើងពេញចិត្តការប្រឹងប្រែងឯងណាលោកប្រធានដាក់កំណត់ថ្មីសូមបន្តកិច្ចការនេះស្របពេលតបជិនមិនទាន់មកដល់យើងវាយយកសិនយីតែម្ដងទៅសំហេតុផលវាដូចជារឿងបន្តិចតែកម្លាំងជើងស្ដួយស្ដៅយើងនឹងឲ្យកងវរៈលេខ6ធ្វើការជាមួយឯងឲ្យបានជោគជ័យបាទរងចាំព័ត៌មានល្អចុះសួស្តីបងប្អូនទាំងអស់គ្នាយើងវិលត្រឡប់មកកាន់នៃសាច់រឿងទាហានព្រះកងទ័ពឈានមុខក្នុងភាគទាំង3នេះដែលបានបូកផ្សំចូលគ្នាទាំងអស់ហើយក្នុងសាច់រឿងនេះទៀតសោតគឺមានការអប់រំជា morality ហើយនឹងមានទាំងការដឹងនៅតិចនិចនៃយុទ្ធសាស្ត្រក្នុងការធ្វើនៅសង្គ្រាមព្រមទាំងកិច្ចការងារទូទៅជាពិសេសគឺយើងនឹងជាក់ស្ដែងហើយក្នុងពេលដែលទាហានរំដោះមានការវិបហានៅឆ្មក់ឬក៏ដែលជាទ័ពសត្រូវហ្នឹងគឺមានការប្រមូលផ្ដុំគ្នាធ្វើឡើងអំពីសេចក្តីសាមគ្គីព្រមព្រៀងតម្រុំទៅបាននៅជោគជ័យការខិតខំប្រឹងប្រែងរៀងខ្លួនហ្នឹងអញ្ចឹងទេសោតនៅក្នុងសាច់រឿងនេះគឺមាននៅអត្ថន័យដ៏ល្អពិសេសសម្រាប់បងប្អូនហើយនឹងបងទាំងអស់ដែលបានទស្សនាហើយបានជាគតិនៃការយល់ដឹងនៃសាច់រឿងផងបានទាំងវីដេអូមើលផងហើយទៀតសោតដូចខ្ញុំមិនដកសំឡេងឬក៏ដកវីដេអូចេញខ្លះទេខ្ញុំយកអាវីដេអូដែលនេះហ្នឹងយកមករីម៉ាញបងប្អូនទាំងអស់គ្នាគ្រាន់តែបញ្ចូលសំឡេងបន្ថែមម្យ៉ាងវិញទៀតបើសិនបើបងប្អូនមិនចង់ស្ដាប់ទេគ្រាន់តែមើលនៅសាច់រឿងហ្នឹងទៅបានហើយពីព្រោះថាខ្ញុំគ្រាន់តែកាត់វីដេអូបន្តបន្ទាប់អំពីសាច់រឿងមុនហើយខ្ញុំទុករយៈពេល2ឬក៏3នាទី4នាទីដើម្បីដាក់នៅក្នុង channel នឹងបន្ថែមទៀតអញ្ចឹងវិញចិត្តសោតក្នុងថ្ងៃនេះខ្ញុំបានផុសចំនួន4វីដេអូដើម្បីcombine ចូលគ្នាទាំងអស់ដើម្បីចេញជាវីដេអូតែមួយហើយផុសតែមួយសាច់រឿងស្អែកឡើងខ្ញុំអាចតែផុសបើមិន2ក៏3ដែរដើម្បីជាបន្តបន្ទាប់អញ្ចឹងរឿងភាគនេះគឺនៅមានភាគបន្តទៀតសូមបងប្អូនចូលរួមទស្សនាហើយជួយចុច Subscribe ជួយចុច Like ដើម្បីទទួលបាននៅវីដេអូហើយជាពិសេសគឺកុំភ្លេចចុចនៅរូបសញ្ញាកណ្ដឹងពីព្រោះថាសញ្ញាកណ្ដឹងគឺនៅពេលដែលយើងចុចទៅគឺវានឹងload alert ឲ្យនៅសាច់រឿងដែលយើងចង់មើលអញ្ចឹងដូចថ្ងៃនេះបងប្អូនបានមើលនៅរឿងវីរៈកងទ័ពឈានមុខបងប្អូននឹងទទួលបាននៅវីដេអូនឹងហើយនៅពេលដែលបងប្អូនបានចុច alert នៅ Subscribe ហើយអញ្ចឹងជាចុងក្រោយបងប្អូនសូមអរគុណណាស់ចំពោះ
បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅរឿងវីរៈកងទ័ពឈានមុខក្នុងភាគទី56 57 58និងភាគ60ហើយសូមជូនពរឲ្យបងប្អូនជួបតែសេចក្តីសុខហើយនិងសេចក្តីចម្រើនចាប់តាំងអំពីពេលនេះតទៅហើយសូមអរគុណណាស់បងប្អូនទាំងអស់គ្នាចឹងសូមបងប្អូនធ្វើការអធិស្ឋានផងចំពោះការផុសនៅរឿងយឺតអីសូមមេត្តាអធិស្ឋានដល់រូបខ្ញុំបាទផងហើយកុំភ័យបងប្អូនថាបាននៅវីដេអូហើយបើសិនណាបងប្អូនមិនចង់ស្នាប់ទេគ្រាន់តែមើលសាច់រឿងក៏បានដែរមិនអីទេបងប្អូនអញ្ចឹងសូមអរគុណនិងសូមជម្រាបលា ហើយពីរគឺកំភ្លើងផ្សេងជាងហើយបានពួកអ្នកស្រុកហើយពួកវាថាពួកអាកំភ្លើងពីរ ប្រាំកំភ្លើងអីក៏ដោយពួកគេនឹងចាញ់តបរំដោះតោះពួកយើងទៅកុំមើលស្រាលសត្រូវពួកគេមានកំភ្លើងច្រើនណាស់យើងត្រូវ